សូមជម្រាបសួរចំពោះពុកម៉ែបងប្អូនដែលកំពុងតែទស្សនាជាទីគោរពស្រឡាញ់រាប់អានពីចម្ងាយនិងសូមជម្រាបសួរដល់បងប្អូនទាំងពីរនាក់ថ្ងៃនេះយើងខ្ញុំទាំង3នាក់មានឱកាសបានជួបជុំគ្នាដើម្បីលើកយកនៅប្រធានបទមួយស្ដីអំពីការពិតនិងឧបាយឈានទៅរកការមើលស្គាល់ការពិតក្នុងខ្លួនពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់ហេតុអ្វីបានជាយើងចាំបាច់ត្រូវសិក្សាឲ្យស្គាល់ការពិតនៅក្នុងខ្លួននេះពីព្រោះយើងដឹងហើយថាជីវិតដែលកើតមកនេះមានសេចក្តីទុក្ខសោកច្រើនយ៉ាងហើយសេចក្តីទុក្ខទាំងអស់នោះគឺវាផ្ដើមចេញពីអវិជ្ជាឬការមិនបានមើលស្គាល់ខ្លួនឯងតាមសេចក្តីពិតនេះឯងហើយព្រោះតែមិនបានស្គាល់ខ្លួនឯងនិងមិនបានដឹងលោកនេះទៅតាមសេចក្តីពិតក៏ពុំមានសិល្បៈនៅក្នុងការរស់នៅឲ្យត្រូវតាមទំនងរបស់ព្រះវិញ្ញាណជនទាំងឡាយនោះទេដូច្នេះព្រោះហេតុតែមិនបានមើលស្គាល់ខ្លួនឯងនិងមិនបានមើលស្គាល់ចិត្តគិតក៏រមែងត្រូវបានចិត្តគិតនេះនាំឲ្យប្រព្រឹត្តធ្វើនៅអំពើកម្មផ្សេងៗដែលជាការញ៉ាំងទុកនិងញ៉ាំងជាតិកំណត់ឲ្យកើនឡើងច្រើនរាប់មិនអស់ដូច្នេះបងស្រីទាំងពីរនាក់ថ្ងៃនេះយើងនឹងនិយាយគ្នាអំពីការពិតនិងឧបាយដើម្បីឈានទៅរកការមើលស្គាល់ការពិតនៅក្នុងខ្លួនអញ្ចឹងមុននឹងចូលដល់ការអធិប្បាយរំគាសេចក្តីប្រធានបទនឹងឲ្យកាន់តែទូលំទូលាយខ្ញុំសូមអញ្ជើញបងប្អូនមុននេះដើម្បីលើកឡើងឬក៏ជម្រាបជូនដល់មិត្តអ្នកស្ដាប់បន្តិចអំពីការពិតហ្នឹងអ្វីជាការពិតហើយតើការពិតហ្នឹងមានប៉ុន្មានយ៉ាងអ្វីខ្លះចាអរគុណខ្ញុំប្រុសសុធតានិងជម្រាបសួរខ្ញុំស្រីសាថៃចាជាដំបូងនាងខ្ញុំសូមធ្វើការគោរពជម្រាបសួរបងប្អូនមិត្តអ្នកស្ដាប់ជាទីគោរពស្រឡាញ់រាប់អាននាងខ្ញុំមាននាមបញ្ញត្តិដែលលោកគ្រូម្ចាស់បានដាក់ឲ្យថាមុនីប្រធានបទរបស់យើងក្នុងថ្ងៃនេះគឺនិយាយអំពីការពិតនិងឧបាយដើម្បីឈានទៅរកការមើលស្គាល់ការពិតក្នុងខ្លួនបើយើងនិយាយអំពីការពិតនៅក្នុងโลกនេះគឺមានការពិតច្រើនយ៉ាងណាស់ឧទាហរណ៍មានដូចជាការពិតនៃប្រវត្តិសាស្ត្រការពិតនៃសង្គមរស់នៅជុំវិញខ្លួននិងការពិតនៃសាសនាផ្សេងៗជាដើមទាំងអស់នេះគឺសុទ្ធតែជាការពិតរៀងៗខ្លួនដែលរស់នៅក្នុងโลกប៉ុន្តែបើនិយាយទៅតាមក្រឹតក្រមនៃធម្មជាតិការពិតជារួមគឺមានតែពីរយ៉ាងប៉ុណ្ណោះទី1គឺការពិតដោយសន្មតដែលព្រះពុទ្ធជាម្ចាស់ទ្រង់ហៅថាសមតិសច្ចៈនិងការពិតដ៏ប្រសើរបំផុតព្រះពុទ្ធជាម្ចាស់ទ្រង់ហៅថាបរមត្តសច្ចៈបាទសូមអរគុណបងប្អូនមនីដែលបានលើកឡើងអំពីការពិតទាំងពីរយ៉ាងអញ្ចឹងដោយដែលពុកម៉ែបងប្អូនបានស្ដាប់អំបញ្ញមិញហើយថាការពិតនៅក្នុងโลกនេះមានច្រើនយ៉ាងណាស់ប៉ុន្តែបង្រួមមកគឺមានតែពីរយ៉ាងហ្នឹងគឺការពិតដោយសន្មតនិងការពិតដ៏ប្រសើរបំផុតដែលពាក្យបច្ចេកទេសការពិតដោយសន្មតហៅថាសមតិសច្ចៈហើយការពិតដ៏ប្រសើរបំផុតនោះគឺបរមត្ថសច្ចៈអញ្ចឹងសូមបងប្អូនបកស្រាយបន្ថែមទៀតតកតងនឹងនិយមន័យក៏ដូចជាន័យទូទៅនៃការពិតទាំងពីរយ៉ាងហ្នឹងថាតើសមតិសច្ចៈហ្នឹងមាននៃសេចក្តីទលំទលាយបែបណាទៅហើយបរមត្ថសច្ចៈហ្នឹងមានអត្ថន័យសេចក្តីទលំទលាយបែបណាទៅបាទសូមអញ្ជើញចាអរគុណខ្ញុំប្រុសសុធតាខ្ញុំនឹងធ្វើការបកស្រាយនៅអត្ថន័យនៃសច្ចធម៌ទាំងពីរយ៉ាងនេះទី1គឺការពិតដែលសន្មតមានន័យថាមានត្រឹមតែជាការកំណត់ឈ្មោះហៅឲ្យស្ដាប់គ្នាបានតែប៉ុណ្ណោះដែលគ្មានជាសភាវៈលក្ខណៈអ្វីអាចឲ្យដឹងបានឡើយនិងមួយទៀតគឺជាការពិតដ៏ប្រសើរបំផុតដែលព្រះពុទ្ធជាម្ចាស់ទ្រង់ហៅថាបរមត្តសច្ចៈគឺមានន័យថាជាការពិតដែលមានជាសភាវៈលក្ខណៈកើតនិងរលត់អាចឲ្យដឹងបានហើយនៅក្នុងការពិតដ៏ប្រសើរបំផុតនេះចែកចេញជាពីរយ៉ាងទៀតគឺទី1ជាធម្មជាតិដែលមានពិតទៀងទាត់ស្ថិតនៅជាអមតៈនិងមួយទៀតជាធម្មជាតិដែលមានពិតមិនទៀងទាត់មានការកើតនិងរលត់បន្តគ្នាយ៉ាងឆាប់រហ័សការពិតដ៏ប្រសើរបំផុតដែលមានការកើតនិងរលត់បន្តឆ្លាស់គ្នាយ៉ាងឆាប់រហ័សនេះគឺគ្មានលក្ខណៈដូចសមតិកម្មវត្ថុក្នុងโลกនេះឡើយឧទាហរណ៍មានដូចជាពេលវេលាទីកន្លែងវត្ថុរបស់របរផ្សេងសាច់រឿងសត្វបង្គោលតួខ្លួនយើងគេជាដើមដែលរបស់ទាំងអស់នេះមិនមែនជាអ្វីឡើយបើមិនមានការកំណត់សម្គាល់នៅក្នុងចិត្តនឹកគិតតែខ្ញុំសូមបញ្ជាក់ត្រង់នេះបន្តិចដែលយើងធ្វើការកំណត់សម្គាល់ថាគ្រប់យ៉ាងនៅក្នុងโลกនេះមានការប្រែប្រួលមិនទៀងទាត់
គឺយើងសំដៅតែទៅលើពេលវេលាទីកន្លែងវត្ថុរបស់របរផ្សេងសាច់រឿងសត្វបុគ្គលតួខ្លួនយើងគេតែប៉ុណ្ណោះព្រោះវាគ្មានជាសភាវៈលក្ខណៈកើតឡើងអ្វីអាចឲ្យដឹងបានឡើយដែលអាចដឹងបានគឺដឹងបានដោយចិត្តនឹកគិតប៉ុណ្ណោះចំណុចនេះខ្ញុំសូមធ្វើការលើកជាឧទាហរណ៍ប្រៀបបីដូចជាយើងបានឃើញផ្កាកំពុងតែរីកនៅពេលព្រឹកហើយប្រែជាស្វិតស្រពោននៅពេលរសៀលប្រកដីធម្មតាគឺយើងធ្វើការសម្គាល់ដូច្នេះថាផ្កានេះមានជីវិតតាំងនៅទៀងទាត់ក្នុងកាលវេលាមួយគឺមានការកំណត់សម្គាល់នៅអត្តភាពនៃផ្កាមានការតាំងនៅមួយរយៈកាលដោយគ្រាន់តែមានការផ្លាស់ប្ដូរប្រែប្រួលនៅស្ថានភាពរូបរាងពីរីកស្រស់ស្អាតទៅជាស្វិតស្រពោនរស់រយនៅត្រង់ចំណុចនេះបើយោងទៅតាមក្រឹតក្រមនៃច្បាប់ធម្មជាតិផ្កាគឺគ្មានជាសភាវៈលក្ខណៈអ្វីអាចឲ្យដឹងបានឡើយដែលអាចដឹងបាននោះគឺដឹងបានដោយនិមិត្តនៃទិន្នន័យនៅក្នុងចិត្តនឹកគិតប៉ុណ្ណោះដូច្នេះការបានដឹងនៅក្នុងទ្វារទាំង5ដែលឃើញតាមទ្វារភ្នែកឮតាមទ្វារត្រចៀកដឹងក្លិនតាមទ្វារច្រមុះដឹងរសតាមទ្វារអណ្ដាតដឹងអារម្មណ៍ប៉ះខ្ទប់តាមទ្វារកាយឬក្តៅត្រជាក់រឹងទន់តាមទ្វារកាយទាំងអស់នេះគឺជាបរមត្តធម៌ដែលមិនមែនជារឿងរ៉ាវអ្វីទាំងអស់ប្រៀបដូចជាទារកដែលទៅនឹងកើតដែលទ្វារ5របស់គាត់មានដំណើរការជាធម្មតាប៉ុន្តែគ្រាន់តែចិត្តនឹកគិតរបស់គាត់មិនទាន់បានទទួលនៅទិន្នន័យថាអ្វីជាអ្វីនៅឡើយដូច្នេះតើពិភពលោកទាំងមូលមានទម្រង់ទ្រង់ទ្រាយដូចម្ដេចសម្រាប់ទារកដែលទៅនឹងកើតត្រង់ចំណុចនេះឯងដែលលោកគ្រូជាម្ចាស់របស់យើងតែងប្រកាសសម្ដែងថាចិត្តគិតគឺមិនអាចដឹងនៅការពិតដែលកំពុងប្រកបនៅក្នុងទីនេះបានឡើយដោយហេតុថាចិត្តនឹកគិតនេះគឺមានតែនិមិត្តនៃសាច់រឿងបញ្ញត្តិមកជាអារម្មណ៍តែម្យ៉ាងប៉ុណ្ណោះនេះបើយោងទៅតាមការចូលមកពិសោធន៍ជាក់ស្ដែងក្នុងខ្លួនក្នុងទីនេះខ្ញុំសូមបើកវងកញ្ចក់ត្រង់នេះបន្តិចការសិក្សាអំពីការពិតគឺមានការប្រកាន់យកថាពិតដែលចេញពីប្រភព2យ៉ាងគឺទី1គឺការប្រកាន់យកថាពិតនៅក្នុងរឿងអ្វីមួយដោយយោងទៅតាមការកាន់សេចក្តីនៃការពន្យល់ពីសំណាក់ឬមជ្ឈដ្ឋានណាមួយដែលស្ដាប់ទៅសមហេតុផលជនទាំងឡាយក៏ប្រកាន់យកថាពិតដោយយល់ឃើញថាសមទំនងដូច្នោះនឹងការពិតមួយទៀតគឺការទទួលយកថាពិតគឺយោងទៅតាមបទពិសោធន៍ជាក់ស្ដែងក្នុងខ្លួនទើបនរជននោះកាន់យកថាពិតដោយការពាល់ត្រូវដូច្នោះក្រែងលោលោកអ្នកមានចម្ងល់ចំពោះការពិសោធន៍អំពីការពិតក្នុងខ្លួនថាមានន័យដូចម្ដេចការចូលមកពិសោធន៍ក្នុងការពិតក្នុងខ្លួននិងជុំវិញខ្លួនគឺចែកចេញជា2ផ្នែកទី1គឺធ្វើការពិសោធន៍ចំពោះការពិតជុំវិញខ្លួនដោយពឹងផ្អែកទៅលើការត្រេះរិះពិចារណាដែលមានចំហឈរពីទិន្នន័យដែលទទួលបានក្នុងដំណើរជីវិតកន្លងមកនិងទី2គឺជាការពិសោធន៍ដោយបទពិសោធន៍ផ្អែកទៅលើការពិតជាក់ស្ដែងក្នុងទីនេះហើយឈរពីចំណុចសេចក្តីបរិសុទ្ធផុតចាកការនឹកគិតដូច្នេះការពិសោធន៍ទាំងពីរផ្នែកនេះគឺមានភាពខុសប្លែកគ្នាទាំងស្រុងដោយម្ខាងធ្វើការពិសោធន៍ដោយឈរជាមួយនឹងការគិតផ្អែកលើទិន្នន័យដែលបានពីខាងក្រៅឯម្ខាងទៀតគឺឈរជាមួយនឹងសេចក្តីបរិសុទ្ធផុតចាកការនឹកគិតដែលផ្អែកលើការពិតតាមជាក់ស្ដែងក្នុងទីនេះដូច្នេះដើម្បីបានជាឧបាយដើម្បីឈានទៅរកការមើលស្គាល់ការពិតក្នុងខ្លួនក្នុងទីនេះគឺត្រូវទាមទារឲ្យមានសេចក្តីស្ងប់ស្ងាត់ដ៏បរិសុទ្ធមួយអញ្ចឹងអរគុណបងអូនមនីដែលបានចូលរួមបកស្រាយរំគេសេចក្តីអំពីសច្ចៈទាំងពីរឬក៏ការពិតទាំងពីរដែលមានសមតិសច្ចៈនិងបរមត្ថសច្ចៈដោយដែលពុកម៉ែបងប្អូនបានស្ដាប់ការបញ្យល់អំបញ្ញមិញហើយថាការពិតនៅក្នុងโลกនេះគឺមានច្រើនយ៉ាងហើយបងព្រួញសេចក្តីមកដើម្បីឲ្យយើងងាយនឹងស្ដាប់បានគឺមាន2គឺការពិតដោយសន្មតដែលជាការពិតមួយដែលបានមកអំពីសមត្ថកម្មវត្ថុមានន័យថាការពិតហ្នឹងគឺជានិមិត្តរបស់ចិត្តគិតអញ្ចឹងហើយបានជាមានពាក្យបច្ចេកទេសមួយបានដាក់ឲ្យនៅក្នុងសាច់រឿងរបស់ចិត្តហ្នឹងគឺថាបញ្ញត្តិបរមត្ថយានេះគឺមានន័យថា
ចិត្តគិតហ្នឹងវាសម្គាល់យកអ្វីដែលវាស្គាល់បានហ្នឹងអ្វីដែលវាស្គាល់បានហ្នឹងវាអាចកាន់យកបានអាស្រ័យបរមត្តធម៌នេះបរមត្តធម៌មានន័យថាអាស្រ័យបញ្ញវិញ្ញាណដែលវាបានធ្វើកិច្ចនេះឯងហើយការពិតទី2ហ្នឹងគឺបរមត្ថសច្ចៈគឺជាការពិតដ៏ប្រសើរបំផុតដែលវាមានជាសភាវៈត្រត្រង់ហើយការពិតនោះវាមានពីរយ៉ាងតទៅទៀតដោយដែលមនីបានបកស្រាយបាញ់មិញគឺជាសភាវៈដែលមានពិតហើយទៀងទាត់មួយហើយបរមត្តធម៌ទី2គឺសំដៅទៅលើបញ្ចវិញ្ញាណនេះសំដៅទៅលើទ្វារទាំង5ហ្នឹងវាមានលក្ខណៈត្រឹមតែឃើញឬដឹងក្លិនដឹងរសដឹងផលថាពៈហ្នឹងហ្នឹងអញ្ចឹងបរមត្តទាំងពីរហ្នឹងគឺមួយទៀងមួយទៀតគឺមានការការរលត់ដូច្នេះដើម្បីឲ្យបរមត្តធម៌ហ្នឹងប្រកបអង្គដោយដែលបងអូនមនីលើកឡើងអំបញ្ញមិញគឺទៀមទាឲ្យមានធាតុស្ងាត់មែនទេគឺត្រូវឲ្យមានធាតុស្ងាត់ដ៏បរិសុទ្ធមួយទើបអាចឆ្លុះបញ្ចាំងនៅបរមត្តធម៌ដែលកំពុងប្រកបនឹងបានអញ្ចឹងសួរថាតើស្ងាត់អ្វីតើស្ងាត់ដូចម្ដេចដើម្បីឲ្យបរមត្តធម៌ហ្នឹងប្រកបឡើងបានអញ្ចឹងស្ងាត់អ្វីហើយស្ងាត់របៀបណានោះគឺមានពឹងតែឧត្តមសតថៃហើយសូមអញ្ជើញបងប្អូនបកស្រាយនៅចំណុចនេះឲ្យបានក្បោះក្បាយថាតើធាតុស្ងាត់ដ៏បរិសុទ្ធនៅទីនេះដែលជាធាតុអាចឆ្លុះបញ្ចាំងនៅបរមត្តធម៌ឲ្យប្រកបបានហ្នឹងគឺសំដៅទៅលើស្ងាត់អ្វីសូមអញ្ជើញបងបាទចាសូមអរគុណបងសុទ្ធតដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានចូលរួមឆ្លើយនៅសំណួរដែលបងលើកឡើងនៅខាងលើនិងមុនិបានលើកឡើងនៅខាងលើហើយក៏សូមគោរពជំរាបសួរពុកម៉ែបងប្អូននិងញាតិមិត្តដែលបានចូលរួមស្ដាប់ជាទីគោរពរាប់អាននាងខ្ញុំមាននាមបញ្ញត្តិដែលលោកគ្រូជាម្ចាស់បានដាក់ឲ្យគឺឧត្តមសោថីដោយដែលមុនិបានលើកឡើងពីខាងដើមអញ្ចឹងគឺគ្រាន់តែស្ដាប់ឲ្យយល់នៃសេចក្តីក៏មានការលំបាកដែរប៉ុន្តែក៏មិនអាចពិសោធន៍ឲ្យដឹងបាននោះទេបើសិនជាយើងមានឆន្ទៈដាក់ចិត្តចូលមកអង្កេតបន្តិចសម្រាប់ការចូលមកពិសោធន៍ដើម្បីឲ្យមានការជាក់ច្បាស់ចំពោះការពិតដែលមានក្នុងទីនេះតាមសេចក្តីពិតគឺត្រូវប្រើប្រាស់នៅឧបាយផ្សេងជាច្រើនប៉ុន្តែក្នុងនោះជារួមមានពីរយ៉ាងទី1ការសិក្សាឲ្យយល់អំពីលក្ខណៈនៃសភាវធម៌នីមួយៗឲ្យបានច្បាស់លាស់អ្វីជាបរមត្តសច្ចៈនិងអ្វីជាសមតិសច្ចៈដោយដែលមុនិលើកឡើងពីខាងដើមការយល់បានច្បាស់លាស់ដូច្នេះវាបានជាឧបការៈជួយដល់សម្បញ្ញៈរលឹកមកកាន់ធម្មជាតិនៃសភាវធម៌នីមួយៗក្នុងខ្លួនដើម្បីឲ្យមានការដាក់ចុះនៅសេចក្តីប្រកាន់រឿយឈានទៅរកសេចក្តីស្ងប់បរិសុទ្ធផុតចាកការនឹកគិតម្យ៉ាងដែលអាចមើលស្គាល់សច្ចធម៌ក្នុងទីនេះតាមសេចក្តីពិតបានឧបាយត្រង់នេះក្នុងព្រះពុទ្ធសាសនាលោកហៅថាគុណធទុរៈគឺសិក្សាអង្កេតពិនិត្យជាមួយនឹងការពិតក្នុងជីវិតប្រចាំថ្ងៃថាសុទ្ធតែជាសភាវៈធាតុជាធម្មជាតិទាំងអស់ដែលមិនមែនជាសត្វបុគ្គលតួខ្លួនអ្វីឡើយទី2គឺជាការកាន់យកនៅព្រះកម្មដ្ឋានឯណានីមួយក្នុងព្រះកម្មដ្ឋាន40របស់ព្រះសម្មាសម្ពុទ្ធដោយធ្វើការលើកចិត្តឡើងផ្គងទៅកាន់ព្រះកម្មដ្ឋានឯណានីមួយនោះធ្វើការបរិកម្មតម្កល់ចិត្តជាមួយនឹងអារម្មណ៍នោះដដែលរហូតទាល់តែក្រៀកចិត្តចេញពីរឿងរ៉ាវផ្សេងដែលនាំឲ្យសៅហ្មងរហូតទាល់តែស្ថានភាពចិត្តคล้ายជាមានភាពស្ងប់ប្រណិតផុតចាកនិវរណធម៌ទាំង5ដូចជាកាមឆន្ទៈសេចក្តីរីករាយត្រេកអរក្នុងកាមជាបាតៈគំនុំគុំគួនឬសេចក្តីស្អប់ខ្ពើមថេនមិត្តៈការងងុយងកងក់លងលក់ទៅក្នុងអារម្មណ៍សុខស្រួលឧត្តចៈកុកចៈការរវើរវាយក្តៅក្រហាយវិជិកិច្ឆាសេចក្តីសង្ស័យមិនអស់មិនហើយជាដើមឡានៅក្នុងព្រះពុទ្ធសាសនាលោកហៅឧបាយនេះថាជាវិបស្សនាធុរៈនៅក្នុងឧបាយទាំងពីរផ្នែកនេះគឺមានគុណសម្បត្តិនិងមានគុណវិបត្តិរបស់វាខាងគុណធទុរៈគឺសិក្សាឲ្យយល់នៃសេចក្តីស្គាល់អ្វីជាអ្វីស្គាល់ភូមិសាស្ត្រក្នុងខ្លួនពីខ្លួនឯងតាមរយៈការណែនាំរបស់ព្រះវិញ្ញូជនឲ្យមានការកាន់សេចក្តីតាមដើម្បីចូលទៅពិនិត្យពិសោធន៍រាល់សភាវៈធាតុទាំងឡាយដែលមានដូចជាពួកកាយពួកវេទនាពួកចិត្តនិងពួកធម៌ថាសុទ្ធតែជាធម្មជាតិទាំងអស់មិនមែនសត្វរីឯខាងវិបស្សនាធុរៈអ្វីត្បិតតែមិនមែនជាការចម្រើននៃសតិប្បដ្ឋានវិបស្សនាដោយចម្ពោះក៏ដោយព្រោះថាការលើកចិត្តឡើង
កាន់ប្រកម្មដ្ឋានទាំងឡាយនោះឈ្មោះថាជាការធ្វើសមាធិកម្មដ្ឋានដែលមានបញ្ញត្តិជាអារម្មណ៍ប៉ុណ្ណោះតែទោះបីនេះគ្រាន់តែជាការចម្រើនសមថភាវនាដោយការធ្វើចិត្តឲ្យស្ងប់ក៏ដោយចុះក៏វាមានឱកាសបាននៅគៀកគិតក្បែរការពិតដ៏ប្រសើរបំផុតនៅត្រង់ទីជាមួយគ្នានោះផងដែរឧទាហរណ៍ដូចជាការសម្លឹងមើលខ្យល់ចេញចូលអ្វីត្បិតតែខ្យល់ចេញចូលគឺជាបញ្ញត្តិគ្មានជាសភាវៈលក្ខណៈអ្វីក៏ដោយតែការបើតម្កល់ចិត្តនៅត្រង់ខ្យល់ដង្ហើមចេញចូលនោះរឿយៗកាយវិញ្ញាណក៏មានការកើតរលត់បន្តគ្នាលឿនរហ័សត្រង់ទីដែលចិត្តបានសន្មត់ថាជាខ្យល់ចេញខ្យល់ចូលនោះផងដែរនៅក្នុងឧបាយទាំងពីរនេះគឺដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្ដល់ឱកាសឲ្យឈានទៅរកការមើលស្គាល់នៅការពិតក្នុងខ្លួនតែវាក៏មានគុណវិបត្តិរបស់វាផងដែរបើមានការកាន់សេចក្តីខុសទំនងឧទាហរណ៍ដូចជាការចម្រើនសមថភាវនាដើម្បីឲ្យចិត្តស្ងប់ការបើមានអវិជ្ជាតណ្ហាឧបាទានមិនទាន់បានលះនៅឡើយនោះនៅពេលដែលចិត្តស្ងប់ចម្រើនឡើងក៏រមែងមានការជំពាក់ចិត្តប្រកាន់ស្អិតក្នុងអារម្មណ៍ស្ងប់នោះថាជាសុខពិតត្រង់នេះឲ្យឈ្មោះថាត្រូវបានតណ្ហានិងទិដ្ឋិទះឲ្យនៅក្នុងលោកនៃសេចក្តីសុខស្ងប់ដែលជារបស់លោកីនេះបន្តទៀតឯចំណែកគុណធទុរៈការបើមានឱកាសបានសិក្សាស្វែងយល់អំពីការពិតនៃដំណើរធម្មជាតិក្នុងខ្លួនតាមការប្រកាសសម្ដែងរបស់ព្រះអរិយៈហើយនោះក៏មិនមែនមានតែគុណសម្បត្តិនៃការបានចូលមកស្គាល់ការពិតក្នុងខ្លួនតែម្យ៉ាងនោះទេគឺមកទាំងការកាន់យកនៅសេចក្តីនោះថាពិតក្នុងកម្រិតនៃទិដ្ឋិមួយដែលអាចយល់បានក៏ប្រែคล้ายជាអ្នកមានចំណេះអំពីការពិតជំនួសឲ្យការពាល់ត្រូវនៅការពិតដោយផ្ទាល់រួមសរុបសេចក្តីមកការប្រើប្រាស់រាល់ឧបាយទាំងប៉ុន្មានគឺមានគោលដៅតែម្យ៉ាងប៉ុណ្ណោះគឺដើម្បីឲ្យអាចឈានទៅរកសេចក្តីបរិសុទ្ធផុតចាកការនឹកគិតម្យ៉ាងដែលតើតែឈរពីចំណុចនៃសេចក្តីបរិសុទ្ធនោះប៉ុណ្ណោះទើបអាចមើលស្គាល់នៃការពិតក្នុងទីនេះថាជាអ្វីបានតាមសេចក្តីពិតរីឯគុណសម្បត្តិនៃការបានចូលមកស្គាល់ការពិតក្នុងទីនេះថាជាអ្វីតាមសេចក្តីពិតគឺមិនមែនមានតម្លៃត្រឹមការបាននៅសេចក្តីសុខនៅក្នុងលោកនៃសេចក្តីវិនាសនេះដដែលជាដដែលនោះប៉ុណ្ណោះទេការបានស្គាល់ពាល់ត្រូវនៃការពិតដ៏ប្រសើរនេះគឺមានគុណតម្លៃស្មើនឹងការទទួលបាននៅសេរីភាពដ៏ប្រសើររួចផុតអំពីអវិជ្ជាតណ្ហាឧបាទាននិងកម្មដែលជាឫសគល់នៃសេចក្តីទុក្ខទាំងអស់បានចឹងអរគុណបងឧត្តមសោថីនិងមុនីដែលបានចូលរួមបកស្រាយប្រធានបទថ្ងៃនេះស្ដីអំពីការពិតនិងឧបាយដើម្បីឈានទៅរកការមើលស្គាល់ការពិតដែលមាននៅក្នុងខ្លួនចឹងដោយដែលពុកម៉ែបងប្អូនបានទេសនាជ្រាបហើយថាការពិតគឺមានពីរហ្នឹងគឺបានដល់ការពិតដោយសន្មត់និងការពិតដ៏ប្រសើរដែលហៅថាបរមត្តសច្ចៈនោះហើយដើម្បីអាចមើលស្គាល់ខ្លួនឯងគឺផ្ដើមចេញអំពីការសិក្សានៅធុរៈទាំងឡាយមានគន្ធធុរៈជាដើមដោយដែលឧត្តមសោថីបានលើកឡើងមានន័យថាយើងផ្ដើមពីការសិក្សាឲ្យស្គាល់ថាជីវិតនេះជាអីជីវិតនេះវាជាការផ្សំទៅដោយខណ្ឌធាតុអាយតនៈជាដើមអញ្ចឹងទៅណាឬក៏យើងត្រូវសិក្សាឲ្យស្គាល់នៅបរមត្តធម៌ទាំង4តាមបែបពុទ្ធសាសនាប្រពៃណីគឺបរមត្តធម៌គឺចែកជា4តែបងអូនមនីបានលើកឡើងអំបញ្ញមិញគឺមានតែ2ទេមែនទេបាទមានតែនិយាយអំពីការពិតដែលសន្មត់និងការពិតដ៏ប្រសើរបំផុតអត់ទេបរមត្តធម៌ណាបរមត្តធម៌មានតែ2ទេអំបញ្ញមិញមែនទេមានអ្វីខ្លះដែលមានពិតហើយទៀងទាត់ជាអមតៈធាតុបាទប៉ុន្តែនៅក្នុងពុទ្ធសាសនាប្រពៃណីគឺបរមត្តធម៌យើងចែកជា4ដែលមានចិត្តចេតសិករូបហើយនិងព្រះនិព្វាននេះអញ្ចឹងប្រសិនបើយើងចង់ស្គាល់ខ្លួនឯងឬក៏ចង់ស្គាល់ការពិតដែលមាននៅទីនេះគឺត្រូវតែផ្ដើមពីការសិក្សានឹងសិក្សាឲ្យដឹងថាចិត្តមិនមែនជាយើងទេចេតសិកដែលជាតួធម្មជាតិមួយយ៉ាងវាកើតអមជាមួយនឹងចិត្តហ្នឹងក៏វាមិនមែនជាយើងដែរតួខ្សែអារម្មណ៍ផ្សេងណាហើយនឹងទី3គឺរូបនេះក៏មិនមែនជាយើងដែរវាប្រកបលក្ខណៈប្រែប្រួលឲ្យដឹងបានប៉ុន្តែនៅខាងចុងគឺព្រះនិព្វានដែលជាអមតៈធាតុហ្នឹងគឺវាជាធាតុមិនដូរផ្លាស់មិនប្រែប្រួលដោយចិត្តចេតសិកនឹងរូបនេះទេ
នឹងអញ្ចឹងអមតៈធាតុឬក៏ព្រះនិព្វាននេះគឺជាបរមត្តធម៌ដែលជាសភាវៈមានជាធរមានបច្ចុប្បន្នហ្នឹងគឺធាតុហ្នឹងអត់មានការប្រែប្រួលទេអញ្ចឹងធម្មធាតុឬក៏អមតៈធាតុនេះគឺមាននៅទីនេះមាននៅក្នុងខ្លួនមនុស្សគ្រប់គ្នាហ្នឹងមិនថាអ្នកកាន់ពុទ្ធសាសនាជា Buddhist Christian Hindu Jain Islam ឬក៏ប្រជាជនណាទេមិនថាប្រជាជនកម្ពុជាអាមេរិកកាំងបារាំងកាណាដាចិនចាមយួនអីទេគឺថាអមតៈធាតុឬក៏សភាវៈធម៌ឬក៏ធម្មធាតុមួយយ៉ាងជាធាតុត្រង់ហ្នឹងគឺវាមាននៅក្នុងខ្លួនរបស់មនុស្សគ្រប់គ្នាហ្នឹងប៉ុន្តែគ្រាន់តែមនុស្សមិនអាចមើលស្គាល់អញ្ចឹងហើយដើម្បីអាចមើលស្គាល់នៅធាតុជាខាងដើមហ្នឹងអមតៈធាតុដែលមាននៅក្នុងខ្លួនរបស់មនុស្សម្នាក់ៗហ្នឹងគឺទៀមទាចាំបាច់ត្រូវចូលមកសិក្សាឲ្យស្គាល់នេះដល់ពេលយើងសិក្សាបានមើលស្គាល់ខ្លួនឯងទៅឃើញថាយើងហ្នឹងគឺអត់មែនជាអីទេវាគ្រាន់តែជាការសន្មត់ថាមានខ្ញុំមានអ្នកអញ្ចឹងវាជានិមិត្តរបស់ចិត្តគិតដែលវាបានតាមទ្វាទាំង5ហ្នឹងវាចូលទៅវាកាន់យកបានសម្គាល់ថាមានយើងមានគេមានសត្វបុគ្គលទូខ្លួនអីជាដើមអញ្ចឹងទៅដូច្នេះការចូលមកសិក្សាឲ្យស្គាល់ការពិតនៃជីវិតនេះគឺមិនមែនដើម្បីបានសេចក្តីសុខទេគឺដើម្បីមើលស្គាល់ខ្លួនឯងនិងដើម្បីរំលត់នៅការប្រកាន់និងការតាក់តែងនានាដើម្បីអស់ទៅនៅសេចក្តីទុក្ខទាំងឡាយទាំងពួងដូច្នេះការបកស្រាយរបស់យើងមានប្រមាណប៉ុណ្ណេះក៏សមគួរហើយដែរអូនទាំងពីរទោះបីជានៃសេចក្តីមិនទាន់ល្អិតសមគួរដល់ការទទួលយកសម្រាប់បងប្អូនមួយចំនួនដែលគាត់នៅមានការងឿងឆ្ងល់ដោយមិនបានសួរក៏ពិតប៉ុន្តែយ៉ាងណាក៏បានជាតម្រុយខ្លះសម្រាប់អស់លោកអ្នកស្ដាប់បានជាកតិក៏ដូចជាបានជាមូលដ្ឋានដើម្បីឈានទៅរកការស្វែងយល់បន្ថែមទៀតនឹងហើយក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនលោកតាលោកយាយទាំងអស់ដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ប្រសិនបើយើងខ្ញុំទាំង3និយាយទៅមានលើសលួសខ្វះខាតយ៉ាងណាសូមអធិស្ឋានអភ័យទោសក៏សូមជូនពរពុកម៉ែបងប្អូនលោកតាលោកយាយទាំងអស់បានសំប្រកបជួបប្រទះដោយពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយបាទសូមអរគុណសូមជម្រាបលា